ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាមានភ័ព្វសំណាងដែលបានជ្រកក្រោមម្លប់បារមីព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ដែលទ្រង់យាងអភិបាលរក្សាព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាពសុភមង្គលនិងវិបលភាពគ្រប់ប្រការដោយមានស្ថាប័នជាតិកម្ពុជារួមមានព្រឹទ្ធសភារដ្ឋសភាព្រមទាំងរាជរដ្ឋាភិបាលដែលជាសេនាធិការដ៏ឆ្នើមក្នុងការដឹកនាំប្រទេសជាតិលើគ្រប់វិស័យក្នុងព្រះរាជឋានៈជាព្រះមេដាជាតិសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរទ្រង់យាងបំពេញព្រះរាជកិច្ចយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌សប្បុរសធម៌វប្បធម៌អប់រំសង្គមគិច្ចជួយសង្គ្រោះដល់កូនចៅទួតដែលជួបការលំបាកនៅតាមមូលដ្ឋានគ្រប់ច្រកល្ហកប្រកបដោយក្តីមេត្តាធម៌ក្រៃលែងសូមជូនពរបានជោគជ័យតទៅទៀតក្នុងសកម្មភាពស្នេហាជាតិរបស់អស់ឯកឧត្តមលោកជំទាវកូនចៅទាំងអស់នឹងចាហើយនិយាយចិត្តខិតខំជួយតាមពីក្រោយចឹងមានការអីមានបញ្ហាអីយើងចិត្តខិតខំជួយអញ្ចឹងស្រោកគ្នាណាសពថ្ងៃនឹងទាំងអស់គ្នាស្រោកគ្នាណាហើយនិយាយពេញចិត្តណាឃើញសយកកនឹងរួមគ្នាហើយមានសកម្មភាពល្អណាស់ចាអនាគតយើងមិនអីទេអនាគតយើងមិនអីទេគង់តែភ្លឺស្វាងទេទូលព្រះបង្គំយើងខ្ញុំជាកូនចៅទួតនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាសូមលើកបង្គំអញ្ជលីបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យព្រះរតនត្រ័យកែវទាំង3ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិព្រះបរមរតនកោដ្ឋទេវតាថែរក្សាឆ្នាំថ្មីឆ្នាំម្សាញ់សូមព្រះអង្គតាមអភិបាលប្រោះព្រំព្រះសព្វសាធុការពរជ័យគ្រប់ប្រការប្រទានដល់សម្ដេចយាយទួតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ព្រះកាយពលរឹងមាំព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់និងព្រះជន្មាយុយឺនយូរចាក់ផុតព្រះរោគាព្យាធិនានាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍